ឯសន្តានកីឡាករការស្លៀកពាក់ទៅតាមសម្លៀកបំពាក់ទាហានចម្បាំងសម័យបុរាណខ្មែរកីឡាករយកក្រមាជួតក្បាលចងចង្កេះតួនាទីរបស់ក្រមាទាំង3គឺយើងដឹងហើយថាប្រើបានគ្រប់បែបយ៉ាងនៅក្នុងជីវិតរស់នៅពេលណាដែលកីឡាករយើងដើរព្រៃអាចយកមកដាំបាយបានអាចវិច្ចាប់ទុកក្រានដណ្ដប់ស្លៀកមួយទឹកយើងត្រៀមខ្លួនប្រកួតឥឡូវនេះកីឡាករយើងកំពុងប្រើស្លៀកដាវមួយទៀតនេះគឺជាស្លៀកដាវដ៏សម្បូរបែបដែលកីឡាករយើងយកតិចយកមកជម្រាបជូនបងប្អូនគុណរបស់កតាខ្មែរមានអាយុកាលចំណាស់រាប់ពាន់ឆ្នាំមកហើយមានន័យថាមានជនជាតិខ្មែរគឺមានក្បាច់គុណរបស់កតាខ្មែរតែម្ដងភាពចំណាស់និងភាពខ្លាំងក្លារបស់ក្បាច់គុណរបស់កតាខ្មែរនេះជាដួងព្រលឹងវិញ្ញាណវប្បធម៌ជាតិខ្មែរទាំងមូលឥឡូវនេះកីឡាករយើងកំពុងតែប្រើដាវដើម្បីប្រយុទ្ធគ្នាខ្មែរមានន័យថាក្បាច់គុណមហាកម្លាំងអច្ឆរិយៈខ្មែរសម័យបុរាណនិងខ្មែរសម័យថ្មីស្គាល់ក្បាច់គុណរបស់កតាខ្មែរតាំងពីកងកើតជនជាតិខ្មែរដំបូងមកម្ល៉េះលក្ខណៈពិសេសរបស់ក្បាច់គុណរបស់កតាខ្មែរនេះបងប្អូនបានឃើញហើយថាកីឡាករទាំងពីរនេះបានប្រើស្លៀកដាវហើយការហាត់ក្បាច់គុណរបស់កតាខ្មែរនេះគឺទាមទារឲ្យមានចិត្តតស៊ូបើតាមដែលបងប្អូនបានមើលកីឡាករយើងប្រើដាវនេះគឺបើសិនជាមានសត្វកាចសាហាវទាំងក៏បានមកជួបមុខប្រហែលជាមិនរួចរៀននៅការប្រយុទ្ធជាមួយនឹងសត្វកាយសាហាវទេបណ្ឌិតសភារបស់កតាកម្ពុជាថ្ងៃនេះមានកិត្តិយសមានមោទនភាពជម្រាបជូនបងប្អូនហើយនឹងបាននាំកីឡាករទាំងឡាយយកមកសម្ដែងជូនបងប្អូនទស្សនាកម្សាន្តគុណរបស់កតាខ្មែរដែលបានស្រាវជ្រាវកងកកាយសូមលើកផុសតាំងពីសាលាចរិតដែលជាកីឡាករយើងកំពុងតែបញ្ចេញជូនបងប្អូនទស្សនាយើងបានចម្លងចេញពីធម្មជាតិចម្លងចេញពីសត្វចម្លងចេញពីរូបអប្សរាកេណរីពីណូហើយនឹងដើមស្រងាយនេះជាដើមហើយក្បាច់គុណរបស់កតាខ្មែរនេះមានភាពចំណាស់និងភាពខ្លាំងក្លារបស់ក្បាច់គុណរបស់កតានេះជាដួងព្រលឹងវប្បធម៌ជាតិខ្មែរទាំងមូលឥឡូវសូមអបអរសាទរបន្តទៅទៀត